បាទបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលការកែច្នៃរបស់បរិសម្នាក់នេះដែលបងប្អូនដែលគាត់ទៅម្នាក់ឯងបងប្អូនទៅ solo ក្នុងព្រៃបងប្អូនមកតែគាត់បានគំនិតមួយគឺគាត់បានជីកដីធ្វើផ្ទះរបស់គាត់នៅក្រោមដីបងប្អូនបាទឥឡូវគាត់ទៅឡើងសូឡាបងប្អូនដើម្បីមានភ្លើងប្រើប្រាស់ក្នុងផ្ទះបងប្អូនបាទឥឡូវគាត់ចាប់ផ្ដើមជីកខាងក្នុងហើយបងប្អូនក៏ដាក់លូបង្ហូរទឹកលូឡាបូរបស់គាត់បាទក្រាតង់ទៅជន់ទៅលើដើម្បីកុំឲ្យស្មៅដុះបងប្អូនហើយគាត់ថែមឈើទៅលើតាមទៀតដើម្បីដាក់ឈើទៅលើបងប្អូនដាក់ការ៉ូឈើហើយដាក់តង់ខាងជាងចិត្តបងប្អូនដើម្បីកុំឲ្យមានជំរាបទឹកជំរាបអីហើយគាត់ក៏បានរៀបចំវាយប្រដានដែរបងប្អូនបាទគាត់ដាក់ពិតជាមានផាសុកភាពរបស់គាត់មែនបងប្អូនបាទដាក់មានផាសុកភាពមែនតើបងប្អូនបាទគាត់រៀបចំឡើងស្អាតមែនតើបងប្អូនចាប់តាមអីកដូចនៅក្នុងផ្ទះគាត់អញ្ចឹងបងប្អូនមានពូលមានក្រែមានពុកមានខ្នើយអញ្ចឹងទៅបងប្អូនបាទមានពុំនៃពិតជាអែមមកគាត់តែបងប្អូនបាទដាក់ទូដាក់អីទៅ